បាទជាមួយអៀកំស្រេងជាដំបូងសូមជម្រាបសួរបងប្អូនរួមជាតិយើងពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះដែលខ្ញុំបានទទួលព័ត៌មានពីអាស៊ីសេរីដែលបាននិយាយពីរឿងពាក្យគេហៅថារអើងពូជសាសន៍ដែលលោកវោហាជាតិទៅបានបកស្រាយពីវិភាគពីរឿងគេហៅថារអើងពូជសាសន៍អ្វីគេហៅថារអើងពូជសាសន៍បើយើងនិយាយនៅក្នុងច្បាប់អន្តរជាតិប្រទេសណាក៏ដោយជនជាតិណាក៏ដោយបើរអើងពូជសាសន៍វាខុសទៅក្នុងនីតិវិធីច្បាប់និងច្បាប់អន្តរជាតិក៏ប៉ុន្តែបើមុននឹងប្រើពាក្យថារអើងពូជសាសន៍ដរាបណាតែឲ្យបងប្អូនយល់ពាក្យហៅថារអើងពូជសាសន៍ដោយខ្ញុំលើកឧទាហរណ៍បើសិនជាបងប្អូនជាជនជាតិដូចយើងនិយាយថាឧទាហរណ៍ជាក់ស្ដែងទៅលើជនជាតិខ្មែរយើងចុះជនជាតិខ្មែរយើងហើយបន្តមកវាមានជនជាតិយួនមករស់នៅលើទឹកដីខ្មែរតែជនជាតិយួនមករស់នៅលើទឹកដីខ្មែរហ្នឹងវាមានពីរដែលហៅថាមួយខុសច្បាប់មួយទាំងត្រូវច្បាប់អាហ្នឹងគេហៅថាជនអន្តោប្រវេសន៍ទីហៅថាបើសិនជាអ្នកដែលមានសញ្ជាតិជាខ្មែររួចទៅហើយខ្មែរយើងទៅរអើងថាអូនេះជាយួនដែលយើងមើលងាយមើលថោកអាហ្នឹងគេហៅថាយើងរអើងពូជសាសន៍ឬក៏យើងប្រមាថយើងធ្វើបាបគេអាហ្នឹងគេហៅថារអើងពូជសាសន៍ពីព្រោះគេមានសញ្ជាតិដែលរស់នៅលើទឹកដីខ្មែរបែរជាយើងទៅមើលងាយប្រមាថឬក៏យើងទៅធ្វើបាបគេអាហ្នឹងបានច្បាប់គេហៅថារអើងពូជសាសន៍ទុយទៅវិញអន្តោប្រវេសន៍ដែលចូលមករស់នៅអាណាធិបតេយ្យចូលមករស់នៅខុសច្បាប់អាហ្នឹងចំណុចហ្នឹងគេឈប់ហៅរអើងពូជសាសន៍ហើយគេហៅថាជនជាតិដែលរមើសច្បាប់អានេះយើងវិញនិយាយពីជនជាតិដែលរមើសច្បាប់ពីប្រទេសខ្មែរដូចជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់ឲ្យច្បាស់លាស់រវាងយួនសពថ្ងៃដែលនៅស្រុកខ្មែរដូចជាយើងមិនអាចថាយួនហ្នឹងត្រូវច្បាប់ទេពីព្រោះយួនហ្នឹងមិនបានសុំទិដ្ឋិកាឬក៏មិនបានឆ្លងកាត់ពីការឡាយប្រហោះពីស្ដេចអាហ្នឹងបើក្នុងច្បាប់យួនហ្នឹងមករស់នៅអាណាធិបតេយ្យវាខុសពីច្បាប់អន្តោប្រវេសន៍បានន័យជាខុសនឹងច្បាប់ដូចជាចំណុចនំពីរវាមានចំណុចពីរដែលយើងត្រូវការវិញនិយាយទី1ខុសនៅអន្តោប្រវេសន៍វាខុសនៅច្បាប់មាត្រានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសខ្មែរបានន័យថាជនហ្នឹងគឺជាជនល្មើសច្បាប់អាហ្នឹងបញ្ហាទី1ទី2បែរជាការមករស់នៅហ្នឹងកាន់តែច្រើនបង្កើតបកពួកអានឹងបានន័យថាក្នុងជាជនជាតិហ្នឹងមករំឈ្លានពានទឹកដីខ្មែរដូច្នេះចំណុចហ្នឹងគេមិនអាចហៅប្រើពាក្យរអើងពូជសាសន៍ទេឥឡូវនេះខ្ញុំនឹងចាក់នៅសម្ដីរបស់លោកវោហាជាតិដែលជាអ្នកនៅក្នុងសារព័ត៌មានដែលលោកពិភាក្សាពីរឿងពីបញ្ហាការរអើងពូជសាសន៍វាងយួនដែលនៅលើទឹកដីខ្មែរដូច្នេះឲ្យបងប្អូនស្ដាប់សម្ដាប់ដូចតទៅតាំងពីចំនួនមុនមកទល់នៅពេលនេះជាក់ស្ដែងនៅលើពេលបោះឆ្នោតអាណត្តិទី5នេះមានប្រជាពលរដ្ឋខ្មែរមួយចំនួនក៏មិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតដែរដោយសារតែពួកគេមានសម្បល់សដូចជាវៀតណាមឧទាហរណ៍ដូចជានារីម្នាក់នៅទីក្រុងភ្នំពេញនេះស្រាប់ខ្ញុំអត់មានថាជាបានតែខ្ញុំមានលិខិតអីសំខាន់ថាគេឲ្យបោះតែដល់ពេលហើយគេតែមានជនបង្កមួយចំនួនចេះតែចរាចរណ៍ចាប់យួនរបស់ខ្ញុំចង់ឲ្យពេលហ្នឹងនៅម្ដងវត្តបានផ្អារឿងចាប់យួនហើយខ្ញុំក៏មិនចង់វែងឆ្ងាយណាព្រោះដល់ពេលគេឃើញស្វល់ខ្ញុំតឲ្យថាខ្ញុំយួនអញ្ចឹងខ្ញុំក៏ទីស្គែនមកតែវិញមកមានបានសម្ដែងការខកចិត្តជាខ្លាំងចំពោះការរើសអើងនេះដោយបានចោទសួរថាតើមានតែវៀតណាមទេឬដែលមានសម្បល់សនោះហើយចុះខ្មែរនឹងសុទ្ធតែសម្បល់ខ្មៅអាក្រក់សក់ក្រញាញ់អញ្ចឹងទាំងអស់ទៅឬចាខ្ញុំខ្ញុំពិបាកខ្ញុំអត់គាំទ្រឡើយណាតែគាត់ថាសម្បល់សគឺវៀតណាមទាំងអស់ព្រោះគេឃើញឃើញអីគេស្ទាក់ចាក់សួរថាគេវៀតណាមចុះខ្មែរយើងពេលខ្លះគាត់ចង់គេឲ្យវាឲ្យបានតែចាំបាច់ទៅចិត្តហើយមានវៀតណាមមួយទៅវាចានេះគឺជាឧទាហរណ៍ទូចមួយដែលគេមិនសូវចាប់អារម្មណ៍តែវាឆ្លុះបញ្ចាំងទៅនឹងប្រវត្តិសាស្ត្រសង្គមខ្មែរទាំងមូលដែលធ្លាប់រងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរហើយនយោបាយបែបនេះវាហាក់ដើរជាន់តាមប្រវត្តិសាស្ត្រម្ដងហើយម្ដងទៀតដែលគេមិនគួរមើលរំលងឬក៏ត្រូវជៀសវាងទៅអនាគតដោយសារតែការរើសអើងសម្បល់សថាវៀតណាមដោយមិនមានការពិចារណាហេតុផលត្រឹមត្រូវនេះហើយទើបខ្មែរត្រូវបានពួកខ្មែរក្រហមសម្លាប់របបខ្មែរក្រហមដឹកនាំដោយប៉ុល ពតកាន់អំណាចផ្ដាច់ការពីឆ្នាំ1975ដល់ឆ្នាំ1979បានសម្លាប់ខ្មែរខ្លះដែលសម្បុរសដែលចោទថាជាជនជាតិវៀតណាមឬក៏ជាប់ខ្សែស្រឡាយវៀតណាមឬក៏ចោទថាជាកេងវៀតណាមដែលខ្មែរក្រហមចាត់ទុកថាជាខ្មាំងដែលនេះជាហេតុផលប៉ះពាល់ក្នុងសង្គមមួយដោយសារតែស្អប់វៀតណាមក៏ប៉ុន្តែសម្លាប់ខ្មែរគ្នាឯងទាក់ទងទៅនឹងការសម្លាប់រង្គាលលើអន្តរប្រវេសន៍វៀតណាមនេះដែរបើគេងាកមើលមុនរបបខ្មែរក្រហមបន្តិចគឺរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខលន់នល់កាន់អំណាចពីឆ្នាំ1970ដល់ឆ្នាំ1975ក៏មិនខុសពីរបបប៉ុលពតប៉ុន្មានដែរគឺឆ្នាំ1970អ្នកងារសម្ងាត់របស់លន់នល់បានលួចសម្លាប់អន្តរប្រវេសន៍វៀតណាមដោយសម្ងាត់ទៅរស់នៅតាមដងទន្លេ
អស់រាប់រយនាក់នៅក្នុងរយៈពេលតែ2 3យប់ដោយយល់ថាអន្តរប្រវេសន៍វៀតណាមទាំងនោះជាគិញរបស់វៀតកុងការសម្លាប់នេះបានបែកការនៅពេលគេឃើញសាកសពវៀតណាមអណ្ដែតទឹកព្រមព្រៀងហើយជនជាតិវៀតណាមរាប់ម៉ឺននាក់ស្លន់ស្លោរត់ភៀសខ្លួនត្រឡប់ទៅវៀតណាមវិញហើយសហគមន៍អន្តរជាតិនិងក្រុមសិទ្ធិមនុស្សរួមទាំងមេដឹកនាំរដ្ឋាភិបាលវៀតណាមកាលនោះក៏បានថ្កោលទោសរបបសាធារណរដ្ឋលន់នល់ថាសាហាវយងខ្នងណាស់បន្ទាប់មកដើម្បីសងសឹកនឹងទង្វើនេះកងទាហានជើងអាកាសរបស់វៀតណាមខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់លន់នល់បានបាញ់រះសម្លាប់ទាហានលន់នល់វិញម្ដងដោយធ្វើជាច្រឡំថាវៀតកុងនៅពេលកងទ័ពអាកាសវៀតណាមទាំងនោះជួយអន្តរាគមន៍ទាហានលន់នល់ដែលកំពុងទុនដៃច្បាំងតតាំងជាមួយនឹងកងទ័ពវៀតកុងនៅក្នុងសមរភូមិតាមព្រំដែននេះបើយោងតាមប្រភពរបស់មេបញ្ជាការលន់នល់ដែលអះអាងថាពិសាកសីតបផ្នែកចំនួននោះក៏ប៉ុន្តែទោះជាយ៉ាងណាមួយរយៈក្រោយមកអន្តរប្រវេសន៍វៀតណាមដែលបានភៀសខ្លួនចេញពីស្រុកខ្មែរទៅវៀតណាមនោះក៏ត្រឡប់មកកម្ពុជាវិញដដែលសាសមុននឹងលោកនិយាយពាក្យហៅថារអើងពូជសាសហើយឥឡូវខ្ញុំចង់លើកពីយើងទៅចោតប្រកាន់នៅក្នុងសម័យលន់នល់គឺជាដែលយើងសម្រាប់ពួកខ្មែរក្រហមយើងតោងតែយល់ថាយើងអត់មានសង្គ្រាមទេនៅក្នុងឆ្នាំ1970ហ្នឹងតែយើងសួរថាសង្គ្រាមនឹងចេញមកពីអ្នកណាហើយអ្នកណាដែលអនុញ្ញាតឲ្យយួនចូលមកបើសិនជាយើងប្រើពាក្យរអើងពូជសាសហ្នឹងអ្វីដែលយើងត្រូវការកំទេចមិនមែនយើងកំទេចពីរឿងរអើងពូជសាសនេះយើងកំទេចយួនឈ្លានពានទឹកដីខ្មែរដែលប្រើពីពួកយៀកុងហ្នឹងមកចូលមកឈ្លានពានទឹកដីខ្មែរអានឹងគេហៅថារវាងសង្គ្រាមចាប់វាជាឆ្លើយសឹកដែលវាបញ្ជូនចារកិច្ចមកគេហៅថាមកយូកានៅក្នុងប្រទេសខ្មែរដូចជាយើងអត់អាចប្រើពាក្យហៅថារអើងពូជសាសទេដូចជាចំណុចដែលលោកចង់លើកពីសម័យឆ្នាំ70ហ្នឹងរវាងសង្គ្រាមពាក្យនេះគេហៅថាសង្គ្រាមហើយពីបញ្ហាដែលសំខាន់ថែមទៀតយើងសូមសួរថាសង្គ្រាមនៅក្នុងឆ្នាំ70ហ្នឹងតើសង្គ្រាមជាមួយអ្នកណាប៉ុន្តែណាហើយហេតុអីបានយួនហ្នឹងរវាងគេវាយតែយួនខាងត្បូងហើយនឹងយួនខាងជើងហេតុអីបានខ្មែរយើងកើតសង្គ្រាមដែរពេលហ្នឹងយើងមិនអាចប្រើពាក្យហៅថារអើងពូជសាសទេពីព្រោះពូជសាសយួនហ្នឹងបានមកឈ្លានពានទឹកដីខ្មែរបានមកចូលរំលោភទៅចូលមកអធិបតេយ្យភាពរបស់បូរណភាពទឹកដីខ្មែរចំណុចហ្នឹងដែលយើងត្រូវចាប់បញ្ជូនចារកិច្ចនឹងទៅវិញឬក៏យើងត្រូវការចាប់បានវាជាពួកចារកិច្ចអានឹងចំណុចសំខាន់យើងត្រូវតែបាញ់សម្លាប់ចោលហើយពីព្រោះសម័យហ្នឹងច្បាប់វាមិនទាន់មានគេហៅថារវាងច្បាប់ជាប់តែមុននឹងលោកនិយាយនឹងការវេកញែកពីសម័យលន់នល់ក៏តោងតែលោកវេកញែកពីរឿងយួនសម្លាប់ខ្មែរវិញម្ដងតើយួនបានសម្លាប់ខ្មែរយើងអត់ពួកយៀកុងចូលមកដុតផ្ទះប្រជាពលរដ្ឋខ្មែរសម្លាប់ប្រជាពលរដ្ឋខ្មែរតាមព្រំដែនតើលោកនឹងចាត់ទុកជាការរអើងពូជសាសឬក៏អត់បើយើងចង់វេកញែកតែមកជ្រុងហើយចោលមកជ្រុងខាងយើងវិញតើលោកឯងបានវេកញែកអត់ដូចជាពាក្យហៅថារអើងពូជសាសហ្នឹងវាមានការពាក់ព័ន្ធរវាងសញ្ជាតិជនជាតិពីរតើសូមសួរថាខ្មែរយើងបានចូលទៅប្រទេសគេវិញទៅអត់ពាក្យហៅថាយើងសម្រាប់ជនជាតិពួកឈ្លានពានគេចូលមកទឹកដីខ្មែរមិនបានចូលទៅទឹកដីយួនទេដូច្នេះយើងសូមសួរថាតើហេតុអីបានដាក់កំហុសមកលើតែជនជាតិខ្មែរយើងចុះជនជាតិយួនវិញហេតុអីបានលោកវោហាជាតិហ្នឹងមិនបានលាតសណ្ដឹងហើយនៅការវិភាគទៅដល់ចំណុចដែលគេធ្វើមកលើយើងតែយើងធ្វើទៅលើគេលោកបានយកមកទស្សនៈនៃការឆ្លុះបញ្ចាំងតែហេតុអីបានលោកឯងមិនឆ្លុះបញ្ចាំងពីយួនមកធ្វើមកលើទឹកដីខ្មែរអាហ្នឹងបើសិនជាលោកចូលទៅក្នុងទស្សនៈឯករាជ្យអព្យាក្រឹតមិនចូលបកសម្ព័ន្ធដូចជាចំណុចដែលលោកនិយាយក៏នៅតែនិយាយឲ្យតម្លាភាពរវាងសញ្ជាតិពីរជនជាតិពីរអាហ្នឹងបានហៅថាលោកសុចរិតនឹងការវិភាគឲ្យបានត្រឹមត្រូវតែផ្ទុយទៅវិញលោកវិភាគហ្នឹងដូចជាមិនសមស្របទេអ្វីដែលលោកវិភាគហ្នឹងមើលឃើញតែខ្មែរយើងខុសហើយចុះយួនដែលខុសវិញចូលមកទឹកដីខ្មែរមិនមែនខ្មែរចូលទៅទឹកដីយួនទេចំណុចហ្នឹងហើយដែលលោកទៅការវិភាគចុះទឹកដីខ្មែរកម្ពុជាក្រោមដែលគេសម្លាប់ខ្មែរយើងដែលគេធ្វើបាបខ្មែរយើងដាំតែអង្គតើលោកបានវិភាគត្រង់ចំណុចហ្នឹងទេការឈឺចាប់ដែលវិជាជាតិខ្មែរយើងគេសម្លាប់រាល់ថ្ងៃមកទល់សប្តាហ៍ហ្នឹងអានេះខ្ញុំនឹងវិនិច្ឆ័យពីរឿងសម័យពលពតបន្តទៀតក៏ប៉ុន្តែបើលោកចង់វិនិច្ឆ័យពីសម័យលន់នល់អានេះខ្ញុំលើកពីសម័យលន់នល់ដែលហៅថាវិនិច្ឆ័យកម្មខ្មែរយើងដែលខ្មែរយើងងាប់តាមព្រំដែនស្លាប់តាមព្រំដែនដោយសារអីយើងសូមសួរថាខ្មែរយើងសង្គ្រាមជាមួយអ្នកណាហើយអ្នកណាអ្នកបង្កើតសង្គ្រាមអស់នេះដោយសារអាស៊ីអនុហ្នឹងដែលនាំយួនចូលមកស្រុកនាំយួនមកសម្រាប់ប្រជាជាតិខ្មែរនាំយួនមកធ្វើឲ្យខ្មែរយើងជួបនៅវិនិច្ឆ័យកម្មតាមកពិតសម័យ70យើងអត់មានសង្គ្រាមជាមួយអ្នកណាទេអានឹងហើយដែលយើងត្រូវការលាតត្រដាងបញ្ជាក់ពីការពិតតើឃាតករដែលសម្លាប់ខ្មែរឃាតករនាំយួនមកសម្រាប់ខ្មែរហ្នឹងហេតុអីបានលោកឯងមិនយកទស្សនៈនឹងយកមកវេកញែកផងយើងយកតែមកជុំពីខាងខ្មែរយើងទៅសម្រាប់គេចុះគេសម្
ลับខ្មែរយើងវិញហើយតែបើលោកឯងមិនចូលបញ្ចាំងដូចទេខ្ញុំនឹងបន្តពីបញ្ហាពលពតទៀត តបមកពួកគេក៏បានវិលត្រឡប់ទៅវៀតណាមវិញនៅពេលពលពតឡើងកាន់អំណាចឆ្នាំ 1975 ហើយអន្តរប្រវេសន៍វៀតណាមខ្លះដែលនៅសេសសល់ត្រូវបានសម្លាប់អស់នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាហាក់ដូចជារឿងវែកចោលអន្តរប្រវេសន៍វៀតណាមមួយចំនួនមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយក៏ប៉ុន្តែមួយចំនួនទៀតបានមកកម្ពុជានៅឆ្នាំ 1979 ពេលកងទ័ពវៀតណាមផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតហើយបន្តគ្រប់គ្រងកម្ពុជាអស់រយៈពេលជាង 10 ឆ្នាំក្នុងអំឡុងពេលនោះស្ថានភាពរើសអើងរបស់ប្រជាពលរដ្ឋខ្មែរចំពោះអន្តរប្រវេសន៍កម្ពុជាពេញទំហឹងហើយមានមេដឹកនាំខ្មែរខ្លះក្រោមការគ្រប់គ្រងរបស់វៀតណាមនោះដូចជាលោកប៉ែនសុវណ្ណត្រូវបានគេចាប់ដាក់គុកព្រោះតែប្រឆាំងនឹងការហូរចូលនៃអន្តរប្រវេសន៍វៀតណាមចំនួននោះក៏ប៉ុន្តែមន្ត្រីក្រមអាវ៉ាត់វៀតណាមបានចាត់ទុកវៀតណាមថាជាអ្នកមានគុណនិងជាបងប្អូនរួមសុខទុក្ខជាមួយគ្នាថែមទាំងបានបដិញ្ញារក្សាមិត្តភាពរវាងគ្នានឹងគ្នាឲ្យស្ថិតស្ថេរជ័យកាលទៀតផងហើយបានចែកពីស្លោកមួយឃ្លាថាកម្ពុជាវៀតណាមមិត្តភាព10000ឆ្នាំបើទោះបីជាទន្លេមេគង្គរីហួតភ្នំទ្រឿងសើងរីដិលក៏មិត្តភាពកម្ពុជាវៀតណាមនៅតែស្ថិតស្ថេររឹងមាំដដែលនៅពេលនោះពាក្យថាយួនត្រូវជំនាញការវៀតណាមហាមប្រើហើយត្រូវបដូរមកពាក្យថាវៀតណាមវិញហើយភាសាខ្មែរដែលធ្លាប់ប្រើតាំងពីដូនតាមកត្រូវលុបចោលតាមរយៈរបបនយោបាយថ្មីដែលមិនឆ្លុះបញ្ចាំងថារើសអើងវៀតណាមដូចជាពាក្យស្រមោចយួនត្រូវដូរមកថាស្រមោចវៀតណាមសម្លមកជូរយួនដូរមកសម្លមកជូរវៀតណាមជាដើមហើយកាលនោះអ្នកស្រុកអ្នកភូមិខ្មែរគ្រប់គ្នាក៏ខំប្រឹងបដូរភាសាទាំងនោះបើទោះបីជានិយាយទៅអៀនមាត់ឬក៏យល់ថាជាពាក្យធម្មតាយ៉ាងណាក៏ដោយក៏ត្រូវបង្ខំចិត្តព្រោះថាខ្លាចវៀតណាមចោទថាខ្មែររើសអើងពូជសាសន៍នៅក្នុងរយៈពេល10ឆ្នាំអន្តរប្រវេសន៍វៀតណាមហាក់ដូចជារស់នៅក្នុងកម្ពុជាបានសុខសាន្តគ្រាន់បើក៏ប៉ុន្តែពួកគេបានប្រឈមនឹងការរើសអើងនិងកាប់សម្លាប់ជាថ្មីម្ដងទៀតនៅពេលកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជានៅឆ្នាំ 1989 នៅឆ្នាំ 1992 ខ្មែរក្រហមនៅតស៊ូក្នុងព្រៃបានប្រកាសបើកយុទ្ធនាការរដូវប្រាំងប្រឆាំងនឹងរដ្ឋាភិបាលនិងអន្តរប្រវេសន៍វៀតណាមដោយបានគម្រាមថានឹងធ្វើឲ្យទឹកទន្លេសាបក្រាវទៅដល់ឈាមហើយខ្មែរក្រហមពេលនោះបានអះអាងថាអន្តរប្រវេសន៍វៀតណាមមានជាង 1 លាននាក់រួមទាំងទាហានវៀតណាមស្លៀកពាក់ស៊ីវិលផងហើយចំណែករបាយការណ៍អ៊ុនតាក់បានថាវៀតណាមមានចំនួនប្រហែលជា 200,000 នាក់ចាប់តាំងពីពេលនោះមកអន្តរប្រវេសន៍វៀតណាមរស់នៅក្នុងប្រទេសកម្ពុជាក៏បានជួបប្រទះការគំរាមកំហែងការកាប់សម្លាប់ជាបន្តបន្ទាប់ឧទាហរណ៍ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកដល់ចុងឆ្នាំ 1991 វៀតណាមប្រហែលជា100 នាក់ត្រូវបានខ្មែរក្រហមសម្លាប់ហើយរបាយការណ៍អាជ្ញាធរវៀតណាមកាលនោះប្រកាសថាវៀតណាមប្រហែលជា 30,000 នាក់បានភៀសខ្លួនដល់ព្រំដែនខ្មែរវៀតណាមហើយក្រោយមកអន្តរប្រវេសន៍វៀតណាមជាង 10 នាក់ត្រូវបានខ្មែរក្រហមចូលបាញ់សម្លាប់នៅភូមិបណ្ដែតទឹកទន្លេសាបឈ្មោះថាចុងគ្នានៅក្នុងខេត្តសៀមរាបហើយការសម្លាប់នេះក៏កើតមានបន្តបន្ទាប់នៅឆ្នាំ 1993 ខ្មែរក្រហមបានចូលភូមិបណ្ដែតទឹកសម្លាប់វៀតណាមប្រហែល 50 នាក់ទៀតនៅខេត្តកំពង់ឆ្នាំងឆ្នាំ 1993 របាយការណ៍ផ្លូវការអ៊ុនតាក់បានបង្ហាញថាវៀតណាមមានប្រហែលជា 21,000 នាក់បានភៀសខ្លួនទៅវៀតណាមវិញដែលភាគច្រើនភៀសខ្លួនតាមទូករដ្ឋាភិបាលវៀតណាមបានហៅការកាប់សម្លាប់នោះថាជាចរិតសាហាវយងខ្នងហើយអង្គបញ្ហាដែលយួនបានមានតែទស្សនៈមួយចោទទៅលើខ្មែរសាហាវយងខ្នងប្រៃផ្សៃបែរជាយួនវិញគឺជាមនុស្សដែលសុចរិតត្រឹមត្រូវហើយមិនដែលមកធ្វើបាបគេទេចំណុចដែលសំខាន់ដែលលោកវោហាជាតិមុននឹងការវេកញែកពីទ្រង់ទ្រាយទាំងអស់សូមលោកមេត្តាយកចំណុច2មកដាក់កណ្ដាលរពីរឿងយ៉ាងម៉េចរវាងយួនសម្រាប់ខ្មែរហើយខ្មែរសម្រាប់យួនហើយបើសិស្សសួរថាយើងត្រូវយកនៅការប្រកួតទាំងពីរហ្នឹងអ្នកណាសម្រាប់ច្រើនជាងអ្នកណាអានឹងបានយើងហៅថាការវិភាគចុចនៅលើចំណុចកណ្ដាលយើងសូមសួរថាភាពរអើងពូជសាសន៍តើបើខ្មែរយើងទៅស្រុកយួនវិញតើយើងទៅបានឬក៏អត់ឥឡូវយើងគិតមើលទៅក្នុងវិធីទៅក្នុងសម័យពលពតតែខ្ញុំចង់វេកញែកចង់លាតត្រដាងចង់បញ្ជាក់ពីបញ្ហាក្នុងសម័យពលពតយើងចោទថាពលពតជាឃាតករសម្រាប់ខ្មែរដូចជាបានន័យថាលោកមិនបានឆ្លុះបញ្ចាំងនៅក្នុងសម័យពលពតហ្នឹងយើងមិនអាចហៅសម័យពលពតបានទេដូចជាមុននឹងលោកវោហាជាតិកាលណានិយាយដូចជាលោកត្រូវយល់ពីឯកសារប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់បានលោកអាចទាញយល់រកចំណុចណាមួយបានដាក់កំហុសថាតើពលពតនឹងបានខុសអីឥឡូវយកលោកមិនអាចយល់ទៅហៅថាសម័យពលពតគេហៅថាសម័យខ្មែរក្រហមតែក្រោមការដឹកនាំរបស់ពលពតអានេះយើងអាចនិយាយនៅក្នុងរបបបើយើងនៅកាន់ទៅហៅថារបបកុម្មុយនីសនិយមក៏ប៉ុន្តែរបបខ្មែរក្រហមក្នុងសម័យហ្នឹងរបបកុម្មុយនីសនិយមក្នុងសម័យហ្នឹងវាចែកចេញជាពីរមួយក្រោមចិនពីរក្រោមយួនអ្នកដែលក្រោមយួនហ្នឹងគឺពួកសម្ព័ន្ធខ្មែរយាកមិញពួកដែលក្រោមចិនគឺ
ពួកពលពតឥឡូវយើងនឹងចូលមកឆ្លុះបញ្ចាំងពីបញ្ហារាល់បញ្ហាដែលយើងមើលឃើញក្រោយពីឆ្នាំ79ហ្នឹងឥឡូវលោកមើលឃើញមកទល់សប្តាហ៍ថ្ងៃហ្នឹងយើងយកឆ្នាំ79ហ្នឹងជាចំណុចកណ្ដាលឥឡូវយើងយកពីហៅថាពីមុននិងពីក្រោយលោកយកចំណុចហ្នឹងយកមកវិភាគទៅលើសង្គមជាតិយើងវិញបានន័យថាយកលោកឯងមើលឃើញហើយតើអ្នកណាជាអ្នកសម្លាប់ខ្មែរដ៏ពិតប្រាកដឥឡូវយើងលោកឯងដាក់នៅក្នុងអាគូបន្ទាត់មួយបន្ទាត់ហ្នឹងអាបន្ទាត់ដែលវែងហ្នឹងគេហៅថាជាបន្ទាត់ថ្ងៃ7មករា79ហើយប្រវត្តិសាស្ត្រហ្នឹងលោកគេចោទថាអ្នកណាជាសម្លាប់ខ្មែរលទ្ធផល2013នេះយើងឃើញលទ្ធផលហើយដូចជាចំណុចមួយដែលយើងត្រូវការវែកញែកពីថ្ងៃ7មករាហ្នឹងដើម្បីឆ្លុះបញ្ចាំងថាតើអ្នកណាជាអ្នកសម្លាប់ខ្មែរហើយតើអ្នកណាជាអ្នកដែលមកជួយខ្មែរអាហ្នឹងយើងវែកញែកវែកតែឃាតករឃើញពិតប្រាកដដូចជាខ្ញុំក៏សូមសំណូមពរលោកវោហាជាតិឲ្យបានច្បាស់លាស់លោកឯងជាលោកឯងជាអ្នកដែលវិភាគនយោបាយទៅលើប្រវត្តិសាស្ត្រដូចជាមុននឹងលោកវិភាគនយោបាយហ្នឹងលោកទៅរកចំណុចកណ្ដាលជាគោលដើម្បីឆ្លុះបញ្ចាំងឲ្យជាតិយើងអ្វីដែលលោកឯងនិយាយថ្ងៃនេះពីរឿងគេហៅថារអើងពូជសាសន៍ពាក្យហៅថារអើងពូជសាសន៍ហ្នឹងពាក្យប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅលើជាតិយើងហើយជាពិសេសលោកឯងនៅក្នុងអាស៊ីសេរី